សូមអោកាំងក្រាបប្រតិបត្តិដល់អង្គពួងបរិស័ទដែលលៀងកាត់ក្តីកង្វល់ហើយមកប្រជុំគ្នាព្រួងប្រាថ្នាយកកុសលហេតុនេះសូមដំកល់តាំងចិត្តស្ដាប់ព្រះធម៌ទេសនាដើម្បីជាការបុណ្យនិងជាគុណច្រើនណាស់ណាអំណាចស្ដាប់ទេសនាបានជ្រះថ្លាក្នុងសន្តានសូមតាំងចិត្តឲ្យស្អាតខំអារាធទាំងនេតកាននិមន្តលោកនិទានតែងទូនមានយើងរាល់គ្នាពេលនេះសូមបរិស័ទដែលប្រតិបត្តិដល់ត្រៀមត្រាកំពលកំចចានិយាយគ្នាបែរមុខក្រោយសូមផ្ចង់នៅបញ្ញាទៀងសោតាស្ដាប់កុំថ្លយតើបនឹងបានផលសោយអង្គនិសង្ឃ5ប្រការសូមអនុមោទនាស្ដាប់នៅព្រះធម៌ទេសនាអនុមោទនាអនុមោទនាស្ដាប់ព្រះធម៌ទេសនាអនុមោទនាសត្តហណោអរហតੰធម្មੰនពេដបតយាសោះសូសង្ឃលបតិបញ្ញੰអបមត្តោចក្ខុណោញាតិញោមដែលបានជឿធម៌ព្រះអរហន្តហើយធម៌នាំដល់ត្រូវពោលព្រះនិព្វានទាំងមិនប្រមាទឲ្យខាតសិលទានធ្វើអ្វីក៏មានការពិចារណាជាអ្នកស្ដាប់ធម៌មិនពោលមាត់ក៏មិនហ៊ានចរចាមិនហ៊ានរំខានស្ដាប់លោកទេសនាទៅបានបញ្ញាជ្រះថ្លាដោយពិតសូមពុទ្ធបរិស័ទអ្នកស្កាត់រកធម៌ចូលស្ដាប់ដោយល្អយកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតរហូតមរណាអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัตโธรัตนัตยัสสะวันดามิខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដល់ចំពោះគុណប្រជុំ3នៃព្រះត្រៃរតន៍
មានគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1ដែលជារតនៈឯកនៅក្នុងលោកគួរជាទីគោរពប្រតិបត្តិជ្រះថ្លាសពកាលសូមនមស្ការធ្វើសេចក្តីរាប់អានចំពោះព្រះករុណាលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមាននៅក្នុងទីនេះដោយសេចក្តីគោរពសូមធ្វើសមត្ថភាពរាប់អានចំពោះពុទ្ធបរិស័ទញាតិញោមទាំងអស់ក៏ដូចជាអស់លោកម្ចាស់ទានប្រធានបុណ្យនៅក្នុងឱកាសថ្ងៃនេះគឺស្ថិតនៅក្នុងថ្ងៃ5កើតខែខែកដិកឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី29ខែតុលាឆ្នាំ2022នៅក្នុងឱកាសថ្ងៃនេះអាត្មាភាពបានឱកាសដើម្បីនឹងបានលើកយកនៅព្រះសទ្ធម្មព្រះធម៌ទេសនាដើម្បីចែកជូនដល់អស់លោកសប្បុរសទាំងអស់បានជាទីសន្តាប់នៅក្នុងកម្មវិធីបុណ្យរំលែកសពលោកយាយផនដែលបានទទួលនៅមរណភាពកាលពីម្សិលមិញហើយថ្ងៃនេះកូនចៅទាំងអស់ក៏ដូចជាបងប្អូនញាតិមិត្តភូមិផងរបងជាមួយនៅក្នុងភូមិព្រៃធំយើងទាំងមូលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យរំលែកនៅមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពញាតិញោមសាធុសពបរោះទាំងឡាយព្រះធម៌ទេសនានៅក្នុងឱកាសថ្ងៃនេះក៏មិនសម្ដែងអ្វីឲ្យខុសពីកម្មវិធីបុណ្យដែរពីព្រោះថាថ្ងៃនេះគឺកូនចៅក៏ដូចជាបងប្អូនសាច់ញាតិទាំងអស់មាននៅសេចក្តីទុក្ខណាដោយបានបាត់បង់លោកយាយផននឹងត្រូវជាម្ដាយត្រូវជាលោកយាយត្រូវជាបងបង្កើតត្រូវជាអីត្រូវជាអ៊ំបង្កើតណាដែលបានចែកឋានទៅនេះញាតិញោមសាធុសពបរោះទាំងឡាយកាលណាបើមានបុគ្គលស្លាប់នៅក្នុងក្រុមគ្រួសាររបស់យើងមិនថាក្មេងមិនថាចាស់មិនថាអ្នកនឹងត្រូវជាម្ដាយជាកូនជាប្តីជាប្រពន្ធទេកាលដែលមានអ្នកស្លាប់ហើយគឺថាបុគ្គលជាញាតិជាបងជាប្អូនជាកូនជាចៅហ្នឹងគឺតែងតែមាននៅសេចក្តីទុក្ខព្រោះការប្រត់ប្រាស់ទុកព្រោះការបាត់បង់មនុស្សជាទីស្រឡាញ់ណាធ្លាប់នៅជាមួយគ្នាធ្លាប់រួមរស់នៅជាមួយគ្នាជាម្ដាយជាកូនឥឡូវក៏ឡើងបាននៅជួបជុំគ្នាទៀតហើយធ្លាប់រស់នៅជាបងជាប្អូនធ្លាប់ប្រើពាក្យហៅតម៉ែហៅតបងហៅតអ៊ំហៅតអ៊ីហ្នឹងក៏ឡើងបាននិយាយឡើងបានពោលទៀតហើយពីព្រោះថាអ្នកដែលយើងបានគោរពអ្នកដែលយើងបានហៅបានពោលនោះគឺបានលាយើងទៅឆ្ងាយកាលដែលលាទៅឆ្ងាយនេះមិនលាត្រឹមតែថានៅក្នុងបច្ចុប្បន្នហ្នឹងទេគឺលាទៅរហូតមិនមានពេលជួបយើងណាមិនមានពេលជួបយើងទៀតទេញាតិញោមយើងសំណោះហ្នឹងហើយសំណោះអ្នកខ្លះគេមានម៉ែមានឪគេហៅអ្នកខ្លះគេមានម៉ែឪនៅគេមានម៉ែឪហៅសម្រាប់យើងម្ដាយក៏មានពុកក៏គ្មានម្ដាយក៏អត់នៅអញ្ចឹងឡើងបានហៅទៀតហើយពាក្យថាម៉ែពាក្យថាឪហ្នឹងឡើងបានហៅហើយអញ្ចឹងហើយបានពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាកូនចៅទាំងឡាយនឹងគួរគប្បីចិញ្ចឹមគប្បីយកចិត្តទុកដាក់មើលថែម្ដាយឪពុកហ្នឹងហើយពីព្រោះថាពេលវេលាសម្រាប់ម្ដាយឪពុកដែលមានវ័យជរាចាស់នេះគឺមិនមែនគាត់នឹងរស់នៅជាមួយយើងនឹងបានយូរតទៅមុខទៀតបាន20 30ឆ្នាំ50ឆ្នាំទៀតគឺអត់ទេហ្នឹងហើយកាលនេះលោកយាយផនថ្ងៃនេះគឺត្រូវស្លាប់នៅក្នុងបច្ចុប្បន្នអាយុ
75ឆ្នាំ75ឆ្នាំនេះបើយើងនិយាយទៅគឺជាអាយុខៃរបស់សត្វលោកដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គព្យាករព្រះអង្គសម្ដែងមកថាសត្វលោកហ្នឹងគឺអំណះអំពីព្រះសម្មាសម្ពុទ្ធព្រះអង្គចូលកាន់បរិនិព្វានណាញោមព្រះអង្គបរិនិព្វានទៅរាប់ពីថ្ងៃព្រះពុទ្ធព្រះអង្គបរិនិព្វានទៅបាន100ឆ្នាំអាយុសត្វលោកទៅខាយចុះ1ឆ្នាំ100ឆ្នាំខាយចុះ1ឆ្នាំខាយចុះហ្នឹងមិនមែនខាយឡើងទេខាយចុះហ្នឹងមានន័យថាអាយុសត្វលោកបើពីមុននៅបាន100ឆ្នាំបើព្រះពុទ្ធបរិនិព្វានគឺត្រូវសល់99ទេដល់100ឆ្នាំក្រោយទៀតសត្វលោកនឹងត្រូវអាយុនឹងសល់98ហើយ100ឆ្នាំទៀតត្រូវ97ឥឡូវយើងរាប់ពីនឹងទៅព្រះពុទ្ធព្រះអង្គបរិនិព្វានបាន2566អញ្ចឹងអាយុយើងត្រូវបាត់អស់25ជិត26ឆ្នាំហើយឥឡូវញាតិញោមដក100ដក25 26សល់ប្រមាណសល់73 74ឆ្នាំទេ74 75ហ្នឹងទេអស់ហើយឃើញទេចឹងបានលោកយាយផនហ្នឹងស្លាប់នេះគឺស្លាប់អាយុខាយមរណៈមានន័យថាស្លាប់អាយុគាត់បានប្រំប៉ុណ្ណឹងអាយុខាយរបស់សត្វលោកដែលថាត្រូវស្លាប់ក្នុងអាយុ74 75ហើយចុះមានញាតិញោមខ្លះគាត់ឆ្ងល់ទៅចុះយាយខ្លះអាយុវែងណាតាខ្លះអាយុវែងណាអាយុដល់90មានលោកតាខ្លះអាយុដល់100ជាងមិនមានដែរហើយចុះមិនចឹងថាអាយុលើសពី74 75លើសពីអាយុខាយអានឹងរស់នៅអាស្រ័យតែបុណ្យគឺបុណ្យទ្រទ្រង់សុទ្ធទាំងយប់ទាំងថ្ងៃទាំងយប់ទាំងថ្ងៃណាញោមយាយអើយអ្នកអាយុ7ណាបើថាយាយអាយុបានអាយុ76មានន័យថាបុណ្យជួយទ្រទ្រង់យើងឲ្យបានរស់នៅបានមួយឆ្នាំពេញហើយអត់មានមកពីអីគឺមកពីបុណ្យទាំងអស់ខ្លះអាយុដល់8បានរស់នៅបាន5 6ឆ្នាំអាហ្នឹងបុណ្យទាំងអស់យាយខ្លះបាន90ឆ្នាំ5 ដល់ 10ឆ្នាំហ្នឹងលើសពីអាយុខៃសិតតែបុណ្យទាំងអស់អត់មាននិយាយថាទេមកពីគាត់នឹងពួយគាត់នឹងខ្សែគាត់នឹងអាយុវែងអញ្ចឹងខ្សែគាត់នឹងខ្សែហៅពួយដំបូលខាងហ្នឹងអាយុវែងណាមិនមែនមកពីអញ្ចឹងទេញោមមិនមែនមកពីអញ្ចឹងទេគឺព្រះពុទ្ធព្រះអង្គសម្ដែងថាមកពីបុណ្យនឹងទ្រទ្រង់បុណ្យនឹងទ្រទ្រង់ឲ្យអាយុនឹងលើសពី74 75អាយុខៃហ្នឹងចឹងយាយនៅក្នុងរោងហ្នឹងដឹងណាតានឹងអត់តែអាយុលើសពី74 75គឺអានឹងរស់នៅអាស្រ័យតែបុណ្យហើយបុណ្យចាស់ពីមុនមកនឹងជួយឧបត្ថម្ភជួយទ្រទ្រង់ឥឡូវហ្នឹងយើងអល់គ្នានឹងរស់នៅអាស្រ័យតែបុណ្យទេតែអត់បុណ្យគឺដូចយាយផនអញ្ចឹងញោមចិត្តញោមតែអស់បុណ្យគឺដូចលោកយាយផនអញ្ចឹងចង់ឲ្យគ្រូពេទ្យបកែប៉ុណ្ណាចង់ដាក់ថ្នាំបកែប៉ុណ្ណាស័ក្តិសិទ្ធិប៉ុណ្ណាក៏អត់នៅបានដែរតាំងនៅមិនបានទេគឺអាស្រ័យដោយបុណ្យចឹងបានថ្ងៃនេះលោកយាយផនបានធ្វើការកិរិយាទៅកាន់លោកមុខហើយកូនចៅទាំងអស់ហ្នឹងបានរៀបចំណាញោមទុកដាក់លោកដាក់ដែលមានគុណនឹងធ្វើបុណ្យទៅតាមប្រពៃណីទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាហើយជាពិសេសកូនចៅនឹងគឺសិតតែជាអ្នកមាននៅកតញ្ញូណាម្ដាយស្លាប់ទៅមែនក៏យើងមិនបំភ្លេចដែរនៅតែបំពេញធ្វើបុណ្យតកណានុប្រទានតាមឧទ្ទិសនៅចំណែកបុណ្យនឹងដល់លោកដាក់មានគុណពុទ្ធបរិស័ទញាតិញោមទាំងអស់តកាលណាក្នុងពុទ្ធសាសនានេះបើកាលណាមានមនុស្សស្លាប់មានអ្នកស្លាប់ហើយអ្នកស្លាប់ហ្នឹងគឺគេតែងតែធ្វើនៅពិធីកិច្ចចំពោះអ្នកស្លាប់ហ្នឹងមាន4ណាយល់មកមាន4ទី1ស្លាប់ហ្នឹងនៅពេលដែលមានមនុស្សស្លាប់គេធ្វើបុណ្យហ្នឹងទី1គេធ្វើបុណ្យឈាបនកិច្ចគេហៅថាបុណ្យបូជាសពឃើញទេញោមមានពិធីកិច្ចហ្នឹង4ទី1គឺបូជាហ្នឹងហើយឈាបនៈហ្នឹងប្រែមកថាដុតបែរមកថាបូជាខ្លះទៅគេហៅថាដុតចឹងទៅខ្លះទៅហៅថាបូជាចឹងទៅឃើញទេ
ពាក្យនឹងប្រើឲ្យមានន័យអត្ថន័យពិរោះហ្នឹងហើយខ្លះពាក្យខ្លះញោមខ្លះអត់ប្រើអត់ត្រូវទេអាចារ្យមួយចំនួនប្រើមិនត្រូវទេឈាបនដ្ឋានឈាបនដ្ឋានប្រើមកទៅកន្លែងដុតខ្មោចកន្លែងបិឆាខ្មោចណាបច្ឆាហ្នឹងគេហៅថាបច្ឆាប៉ុន្តែតាមពិតភាសាបាលីលោកថាឈាបនដ្ឋានហ្នឹងទីកន្លែងសម្រាប់បូជាសពអញ្ចឹងណែដូចថ្ងៃនេះយើងមានមេនហ្នឹងគេហៅថាឈាបនដ្ឋានកន្លែងសម្រាប់បូជាឃើញទេញោមហ្នឹងហើយអញ្ចឹងអ្នកស្លាប់តកាលណាស្លាប់មានវិធីធ្វើនឹង4ទី1គេបូជាដោយព្រះអគីដោយភ្លើងទី2គេកប់ទុកនៅក្នុងព្រះធរណីកប់នឹងដីឃើញទេញោមអ្នកខ្លះទៅមានខ្សែស្រឡាយខាងចិនហ្នឹងហើយចិនអញ្ចឹងទៅគេមិនភាកច្រើនខាងចិនគេមិនសូវនេះទេគេមិនសូវបូជាទេគេច្រើនតែកប់គេមើលកន្លែងម៉ាច់ហុងស៊ុយដីនឹងកន្លែងហុងស៊ុយកាលណាបើយោមម្ដាយឪពុកគេនឹងទៅបញ្ចុះនៅកន្លែងនឹងធ្វើឲ្យកូនចៅនឹងរស់ស៊ីចម្រុងចម្រើនអីចឹងណាញោមអ្នកមានអញ្ចឹងគេមានយកភ្នំនឹងយកមកធ្វើជាខ្នើយយកទឹកនឹងយកដាក់ចុងជើងនឹងដាក់ជើងនឹងដាក់ទៅកន្លែងណាទន្លេកន្លែងទឹកកន្លែងស្ទឹងកន្លែងអីចឹងទៅណាអាហ្នឹងខាងចិនហ្នឹងគេជឿជំនឿបែបហ្នឹងប៉ុន្តែមានញាតិញោមខ្លះមុននឹងស្លាប់ផ្ដាំកូនណាកូនណាឯងបើសិនជាអញងាប់កុំដុតវើយកប់ទៅដុតក្តៅហ្មងណាហើយជាតិក្រោយដុតទៅខ្មៅតែខ្លះបន់ខ្លះនិយាយយ៉ាងម៉េចណាញោមខ្លះប្រាប់កូនចៅយ៉ាងម៉េចតែបើថាអញងាប់កប់បានហើយកុំដុតណាដុតគេថាមនុស្សថាតកាលណាបូជាដុតជាតិក្រោយកើតមកខ្មៅព្រីដូចលោកចឹងញោមណាដូចលោកក្រមហ្នឹងណាបងខ្មៅចឹងបើមិនចឹងទេដុតនឹងក្តៅណាអាត្មាចិត្តតែឆ្ងល់តែចុះបើងាប់មិនដឹងនៅក្តៅទៀតអើយាយតែចាំមិនបានខ្មោចងាប់ឯដុតគេបូជាហ្នឹងគ្មានកម្រើកបន្តិចសោះហើយចុងក្រោយសល់តែឆ្អឹងហើយប្រាប់កូនចៅថានេះកម្ពុជាណាក្តៅណាដុតនឹងវាក្តៅទេងាប់នៅដឹងក្តៅទៀតចឹងញោមដឹងហើយបញ្ញខណ្ឌនឹងបែកធ្លាយអស់ហើយធាតទាំង4ហ្នឹងគឺលែងប្រកដីហើយមានអីត្រូវនៅដឹងក្តៅដឹងត្រជាក់ដឹងអីណាទៀតអត់មានទេណាប៉ុន្តែជាទំលៀមទម្លាប់យាយជួយចិត្តបើអញ្ចឹងហ្នឹងហើយខ្លះទៅថាកប់ទៅត្រជាក់ត្រជុំហើយកប់នឹងស្មានល្អប្រហែលណាញោមកប់នឹងមិនល្អទេតែកូចុះយើងគិតមកឥឡូវយើងគិតឲ្យមានតែល្អចំណីដីចំណីរបស់សត្វញោមមែនទេហ្នឹងហើយមិនទៅល្អស្អីទេអញ្ចឹងបានប្រាប់បច្ចៈញាតិញោមថាបើស្លាប់ហើយមិនបាច់ខ្វល់ទេគេយកទៅធ្វើអីធ្វើទៅចំនួនព្រះណាគេមានវិធីធ្វើដល់4ផងខ្មែរយើងតែ2ហ្នឹងទេបំកប់ដុតបំដុតកប់ណាតែខ្មែរយើងតែ2ហ្នឹងដល់នៅប្រទេសឥណ្ឌាសពថ្ងៃគេមានប្រទេសឥណ្ឌាហ្នឹងសពថ្ងៃគេមាននៅក្នុងក្រុងបារាណស៊ីញាតិញោមច្រើនហៅថាពរាណសីហ្នឹងណាទីក្រុងពរាណសីហ្នឹងរាល់ថ្ងៃហ្នឹងគេមាននៅពិធីធ្វើហ្នឹងនៅអដែលញោមញាតិញោមថានៅក្រុងពរាណសីហ្នឹងមានតែចំនួនព្រះឥឡូវនៅគេធ្វើអ្នកណាដែលគេមានទ្រព្យសម្បត្តិគេច្រើនម៉ែគេរៀងចាស់ឲ្យគេដឹងថាអីគ្រូពេទ្យគេប្រាប់ថាអូយាយហ្នឹងគាត់អាយុច្រើនហើយវ័យគាត់ហ្នឹងនៅប្រហែលជាមិនបានយូរទេ1ឆ្នាំ2ឆ្នាំទៀតគាត់ត្រូវស្លាប់ហើយអញ្ចឹងគេមានទ្រព្យកូនគេនឹងរៀងធូធាគេមានទ្រព្យច្រើនញាតិញោមដឹងគេធ្វើម៉េចទេគេទៅជួលសន្តាគារនៅឯបរិណស័យហ្នឹងគេមានសន្តាគារខ្មោចគេនៅហ្នឹងថាគារគេហ្នឹងញោមណាមានលុយឬក៏អ្នកខ្លះយាយខ្លះគាត់អត់មានកូនទេប៉ុន្តែគាត់មានលុយបើគាត់ទៅដេកស៊ីនៅហ្នឹងហើយគេមានអ្នកមើលថែអ្នកអីយ៉ាងម៉េចហើយដល់ទៅពេលស្លាប់គេយកកណាត់សហ្នឹងរុំណា
ហើយបើនិយាយខ្លះមានកូនចៅអញ្ចឹងគេទេទូរស័ព្ទប្រាប់ថាឥឡូវម្ដាយតែឯងស្លាប់ហើយអញ្ចឹងតែឯងមកធ្វើពិធីកិច្ចទេថាមកហើយបើមកទៅក៏គេធ្វើអញ្ចឹងដែរព្រោះយើងជួលគេដាច់ហើយណែអញ្ចឹងដល់អញ្ចឹងគេយកអាណត្តិសនឹងរុំសាកសពហើយគេមានអ្នកភ្លុកហ្នឹងណាគេហៅថាអាចារ្យយោគីហ្នឹង4នាក់សែងដាក់ក្នុងអាកណាត់សដែលយើងសែងអីញោមជើងតម្រ4ហ្នឹងណាដាក់4នាក់ហ្នឹងដាក់មនុស្សស្លាប់ហ្នឹងនៅលើអាក្រេស្នែងហ្នឹងយកទៅបដែតចោលលើស្ទឹងរាល់ថ្ងៃហ្នឹងគេហៅថាស្ទឹងគង្គាទលេស័ក្តិសិទ្ធិពួកព្រាហ្មណ៍ពួកព្រហ្មញ្ញសាសនាគេជំនឿណាញោមណាគេជំនឿថាបើកាលណាអ្នកណាមួយអ្នកដែលស្លាប់ហ្នឹងឬក៏អ្នកដែលនៅរស់ហ្នឹងបានទៅមួយទឹកនៅទលេគង្គាហ្នឹងអ្នកនឹងឯងគឺរួចផុតពីបាបធ្វើបាបបណ្ណាក៏ដោយទៅមួយទឹកជំរះនៅទលេគង្គាអញ្ចឹងបានកាលមកវឹកកូវីដហ្នឹងគេនាំគ្នាទៅមួយមានអីកើតកូវីដផ្អើលពេញរាងងាប់រាប់លានអ្នកឃើញទេញោមអាចជំនឿហ្នឹងវាខុសណាញោមហ្នឹងហើយប៉ុន្តែគេនៅតែជឿអញ្ចឹងហើយដល់ពេលអញ្ចឹងទលេហ្នឹងញោមហើយបើយើងនិយាយទៅគេមានចេះទៀតអាត្មាមើលនៅក្នុងឌីសហ្នឹងគេចាក់ណាឥឡូវពងថាឆ្នាំហ្នឹងចង់ទៅឥណ្ឌាម្ដងឥឡូវណាចង់ទៅផ្ទាល់ឆ្នាំហ្នឹងឥឡូវលោកគ្រូវត្តទេវត្តភ្នំផ្ទះលោកទៅទៀតខែ2អាត្មានៅចង់ទៅឥណ្ឌាកន្លែងដែនដីព្រះអង្គប្រសូតត្រាស់ដឹងណាញោមណាកន្លែងបិតាយើងនឹងប្រសូតនៅហ្នឹងប៉ុន្តែចង់ទៅឥឡូវវាគ្មានបច្ច័យ$1000ជាងនោះទៅវិញទៅមកថ្លៃយន្តហោះទាំងឆាន់ទាំងសឹងទាំងអីហ្នឹង1200ហើយគ្មានលុយយកមិនមែនទៅហ្នឹងហើយឥឡូវបច្ច័យឲ្យថ្លៃជាងវាមិនបានផងទៅតែមិនហ្នឹងហើយដល់តែចឹងញោមអាកន្លែងមួយទឹកគេហ្នឹងគេមានថ្នាក់របស់គេអ្នកណាពួកអភិជនអ្នកមានទៅមួយទឹកនៅលើស្ទឹងហ្នឹងទៅមួយនៅលើអ្នករៀងល្មមមួយក្រោមអ្នករៀងក្រោមអ្នករៀងធុនកដាលមួយកដាលអញ្ចឹងទៅដល់តែអ្នកក្រគ្មានអីសោះហ្នឹងទៅមួយនៅកដាលទលេហ្នឹងចុះនឹងទឹកដល់ឡើងទៅហើយនិយាយវាទឹកហ្នឹងឡើងខាប់ខ្ពើមចុះបើសាកសពក៏បោះចោលហ្នឹងដុតហើយក៏បោះចោលហ្នឹងអាបដែតទៅពេញហ្នឹងអស់ហើយចិត្តតែមួយញោមគេជឿណាញោមហើយជំនឿហ្នឹងតាំងពីចំនួនសម័យពុទ្ធកាលមកដល់ឥឡូវហ្នឹង2000ជាងឆ្នាំនៅតែធ្វើអញ្ចឹងញោមហើយដល់អញ្ចឹងគេជំនឿមិនគេថាបើកាលណាអ្នកនឹងបដែតសពនឹងទលេហ្នឹងវាធ្វើឲ្យម្ដាយគេហ្នឹងបានទៅយកកំណើតនៅឯឋានសួគ៌ហើយអ្នកដែលស្លាប់ទៅហ្នឹងអ្នកតែមួយទឹកហ្នឹងលៀងជំរះអាបាបកម្មអីហ្នឹងណាញោមណាអ្នកញោមឯងធ្វើបាបធ្វើអីតាំងបាល់ម៉ានហ្នឹងជ្រុះក្នុងទឹកហ្នឹងអស់ហើយអញ្ចឹងបាននឹកឃើញរឿងហ្នឹងរឿងព្រាហ្មណ៍មួយញោមព្រាហ្មណ៍មួយហ្នឹងជារៀងរាល់ព្រឹកតាម៉ោង6ព្រឹកម៉ោង5ម៉ោង6ព្រឹកឡើងទៅមួយទឹកទៅមួយទឹកនៅទលេស័ក្តិសិទ្ធិហ្នឹងញោមទៅមួយទឹករាល់ថ្ងៃដល់ទៅមួយទឹកអញ្ចឹងមានធីតាម្នាក់ក្មេងស្រីម្នាក់ហ្នឹងប៉ុន្តែអ្នកចេះធម៌អ្នកស្ដាប់ធម៌ព្រះអង្គទៅបានយល់ញោមបានយល់ដឹងអំពីធម៌ហ្នឹងហើយដល់អញ្ចឹងស្រាប់តែព្រាមហ្នឹងទៅមួយរាល់ថ្ងៃនាងហ្នឹងទៅដងទឹកតែព្រលឹមឡើងទៅដងទឹកក្អមហ្នឹងយកមកធ្វើនំយកមកធ្វើអីហ្នឹងណាហើយដល់ពេលថ្ងៃហ្នឹងហើយទៅដងទឹកស្រាប់តែឃើញតាហ្នឹងទៅមួយទឹកព្រលឹមឡើងទៅមួយទឹកស្អែកឡើងទៅទៀតព្រលឹមឡើងទៅឃើញតាហ្នឹងចុះមួយទឹកទៀតស្អែកឡើងទៅទៀតចុះមួយទឹកដល់ថ្ងៃទី3សួរលោកតាខ្ញុំសុំសួរលោកតាបន្តិចបានទេថាបានចៅឯងចង់សួរអីសួរមកខ្ញុំមកដងទឹកព្រលឹមឡើងហ្នឹងដងទឹកយកទៅផ្ទះហ្នឹងតែឃើញតាហ្នឹងរាល់ថ្ងៃតាមកមួយទឹកតែព្រលឹមឡើងមកមួយចុះឥឡូវតាមួយទឹកហ្នឹងមួយទៅអីតាថាចៅឯងហ្នឹងអត់ដឹងទេណាតាមកមួយទឹករាល់ថ្ងៃហ្នឹងមកមួយទឹកជំរះបាបមួយទឹកជំរះបាបណាតែយើងធ្វើបាបបណ្ណាអីបណ្ណាហ្នឹងគឺថាទៅមួយទឹកនៅទលេហ្នឹងទៅជ្រះបាបជ្រុះបាបអស់ហើយនាងថាអូអញ្ចឹងអញ្ចឹងក៏នាងទៅបាត់ទៅស្អែកឡើងមកសួរទៀតហើយដល់សួរទៀតនាងនឹងថាអត់កើតទេហ្នឹងហើយ
ដើម្បីឲ្យតានឹងគាត់យល់អំពីមនុស្សមាននៅមច្ឆាទិដ្ឋិហ្នឹងឲ្យយល់ឲ្យមាននៅសមាទិដ្ឋិយល់ត្រូវវិញឥឡូវខ្ញុំតើមានឧបាយហ្នឹងសម្រាប់ដោះស្រាយជាមួយតាហ្នឹងណាសួរទៀតទៅតាថាហើយចៅស្រីអីចង់កុំឲ្យមានបាបចាយតែមួយទឹកដូចតាទៅជ្រុះបាបអស់ហើយឡើងមានបាបហើយនាងក៏សួរថាឥឡូវខ្ញុំមិនថាអីទេប៉ុន្តែខ្ញុំចង់សួរតាអញ្ចេះតាថាប្រាប់ខ្ញុំថាបើមួយទឹកហ្នឹងមកមួយទឹករាល់ថ្ងៃហ្នឹងដើម្បីជំរះបាបទៅធ្វើទាំងបាល់ម៉ានហ្នឹងមកមួយទឹកនៅក្នុងទន្លេហ្នឹងវាលះបាបអស់ហើយបាបមិនមានទេប៉ុន្តែខ្ញុំចង់បញ្ជាក់តាអញ្ចេះថាចុះខ្វះអីសត្វក្តាមសត្វខ្យងសត្វអីគ្នានឹងមួយទឹកក្នុងទឹកនេះនៅក្នុងទឹកនឹងរាល់ថ្ងៃមែនទេយាយគ្នានៅក្នុងទឹកហ្នឹងចុះមិនបានគ្នានៅតែខ្យងនៅតែក្តាមមកដែរអញ្ចឹងបើមិនឃើញបាបអីផងតាងថាតានឹងចាប់ផ្ដើមមើលណាយល់មកចាប់ផ្ដើមបើកភ្នែកធំនិយាយដូចយ៉ាងត្រូវអីហ្នឹងអញ្ចឹងបាននាងថាមកវិញបើតាថាតលេហ្នឹងតលេលៀងបាបមែនម្លេះសัตว์នៅក្នុងតលេហ្នឹងមានទាំងត្រីមានទាំងក្តាមមានទាំងខ្យងមានទាំងកែបមានទាំងខ្ចៅមានអីទាំងអស់ហ្នឹងម្លេះនេះគ្នានៅក្នុងទឹកនេះគ្នាងាប់ឲ្យបានតែឋានសួគ៌គ្រប់គ្នាអស់ហើយមិនមែននៅកើតតែក្តាមឯខ្យងនៅតែនឹងអកក្នុងទឹកហ្នឹងទេតានឹងគាត់ថាមកវិញដែរត្រូវមែនត្រូវដល់អញ្ចឹងបាននាងនឹងបញ្យល់អញ្ចឹងថាការជឿនឹងវាអត់ត្រូវទេបាបឯណាវាចិត្តថាបាបឯណាចិត្តថាធ្វើហើយនឹងវាគ្រាន់តែមួយទឹកឲ្យវាជ្រុះអស់នោះអញ្ចឹងហ្នឹងវាឡើងមានមនុស្សល្អឡើងមានមនុស្សអាក្រក់ហ្នឹងញោមមែនទេយាយឡើងមានអ្នកក្រឡើងមានអ្នកមានឡើងមានមនុស្សអាក្រក់មនុស្សល្អឡើងមានអ្នកខ្លះហ្នឹងស្អាតអ្នកខ្លះណាអាក្រក់នោះឡើងមានហើយថាវាមកពីអីថាមិនមែនទេវាមកពីកម្មតកាលណាសត្វលោកបានប្រព្រឹត្តធ្វើកម្មណាហើយសត្វលោករមែងទទួលយកដល់កម្មហ្នឹងមិនមានអ្នកណាមួយអាចគេចផុតបានទេឃើញទេអ្នកនាងនឹងបញ្យល់អញ្ចឹងបានតានោះភ្ញាក់ខ្លួនញាតិញោមភ្ញាក់ខ្លួនឃើញទេណែអញ្ចឹងបានពេលខ្លះជំនឿខ្លះវាអត់ត្រូវទេឥឡូវយើងគិតមកវិញដល់ប្រទេសឥណ្ឌាក៏មានវិធីធ្វើដល់4បូជាផងកប់ទុកនៅក្នុងវត្ថុរនីផងបដែតចោលក្នុងស្ទឹងស័ក្តិសិទ្ធិនឹងផងបោះចោលនៅក្នុងព្រៃស្មោសានព្រៃស្ម័កសាននឹងស្មោសានក៏បានស្ម័កសាននឹងក៏បានមានន័យថាព្រៃនឹងព្រៃរហោឋានអត់មានកន្លែងណាអត់មានមនុស្សនៅទេមានតែព្រៃហើយនឹងសត្វកាចសាហាវអ្នកខ្លះចំនួនប្រទេសឥណ្ឌានឹងស្លាប់ចឹងទៅគេក៏រុំចោលលើអាកណាត់ហ្នឹងបោះចោលលើព្រៃសាកសពហ្នឹងត្រូវសត្វហ្នឹងស៊ីយកអស់ចឹងទៅស៊ីអស់លេងចឹងទៅប៉ុន្តែខ្មែរយើងអត់ទេអត់មានប្រពៃណីហ្នឹងទេមានតែពីរណាមានតែបូជាមានតែកប់ទេឥឡូវញាតិញោមពុទ្ធបរិស័ទពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យថាជីវិតសត្វលោកដែលកើតមកក្នុងលោកនេះមិនទៀងទេមិនទៀងទាត់ទេមិនថិតថេរទេណាហើយមិនមែនជារបស់ដែលយើងគួរតែស្រឡាញ់ប្រកាន់មមតែជារបស់អញជារបស់អញនឹងអត់ទេញោមឃើញទេចុងក្រោយដោយលោកយាយផនណារបស់អញនឹងដល់ពេលចុងក្រោយគេដុតអស់លេងញោមមានអីនៅដែលយើងប្រកាន់ថាអញកន្លែងណាព្រះអង្គឲ្យយើងពិចារណាណាញោមយើងនឹងវាចិត្តថារបស់ក្នុងខ្លួនយើងនឹងអញទាំងអស់របស់អញឥឡូវយើងដកមកវិញថាកន្លែងណាដែលយើងប្រកាន់ថាជារបស់យើងកន្លែងណាដែលយើងប្រកាន់ថាជាតួខ្លួនរបស់យើងអត់មានទេខ្លួនហ្នឹងកាយហ្នឹងគឺជាសភាវៈធម៌ប្រជុំចុះដោយអាការៈផ្សេងយល់បាទមានភ្នែកមានច្រមុះមានចើមមានក្បាលមានមាត់មានធ្មេញមានត្រចៀកមានជើងមានដៃអវយវៈដែលប្រជុំចុះអាការៈទាំងឡាយទាំងពួងប្រជុំចុះហ្នឹងជុំគ្នាបែបហ្នឹងបានគេហៅថាកាយឃើញទេញោមបានគេហៅថាតួខ្លួនប៉ុន្តែរបស់ទាំងអស់ហ្នឹងយើងអត់មានកន្លែងណាមួយដែលយើងថាអានេះចង្អុលឲ្យចំថានេះកាយអត់មានទេញោមដកតែភ្នែកចេញដក
ឥឡូវបាច់និយាយច្រើនទៅដកតែក្បាលចេញឡើងនៅហ្នឹងណាញោមខ្វះបាត់ហើយដកតែដៃចេញឡើងខ្វះបាត់ហើយមាននៅអីកាយណាមូលឯណាអត់មានទេអញ្ចឹងបានលោកឲ្យយើងពិចារណាថាម៉េចថារបស់ទាំងអស់ហ្នឹងមិនមែនជារបស់ខ្លួនយើងទេញាតិញោមរាល់ថ្ងៃយើងប្រើប្រាស់ញាតិញោមប្រើប្រាស់រាល់ថ្ងៃហ្នឹងណាញោមដូចយើងប្រើទូរស័ព្ទចឹងណារូបរាងកាយយើងដូចយើងប្រើទូរស័ព្ទចឹងថ្ងៃណាវាត្រូវកាំងចឹងទៅថ្ងៃណាវាត្រូវដើរស្រួលដើរដូចសេវាទូរស័ព្ទចឹងណាញោមថ្ងៃណាសេវាហ្នឹងទៅកន្លែងណារៀងមានសេវាដើរស្រួលចឹងទៅថ្ងៃណាទៅកន្លែងណាគ្មានសេវាតែងាប់ទៅចេញហ្នឹងញោមយ៉ាងណាមិញណាយើងដូចគ្នាចឹងថ្ងៃណាស្រួលចឹងទៅថ្ងៃណាមិនស្រួលចឹងទៅណាញោមឃើញទេចឹងយើងត្រូវគិតពិចារណាពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីធម៌4យ៉ាងដែលសត្វលោកទាំងឡាយគប្បីសិក្សាគប្បីទន្ទិញគប្បីចាំទុកនៅក្នុងចិត្តញោមធម៌4យ៉ាងខ្ញុំចង់ស្ដាប់ហ៎យាយចង់ស្ដាប់ហ៎ចង់ថែមលុយហ៎បាទម៉ោងកន្លះម៉ោងហើយបាទឥឡូវធម៌4យ៉ាងពុទ្ធព្រះអង្គសម្ដែងថាឧបនិយតិលោកោអត្ថវោសត្វលោកទាំងឡាយមិនទៀងត្រូវជារានាំចូលទៅរកសេចក្តីស្លាប់សត្វលោកទាំងឡាយនឹងព្រះអង្គសម្ដែងថាកើតមកក្នុងលោកនេះមិនថាមនុស្សមិនថាសត្វមិនថាទេវតាមិនថាមេព្រំអីទេណាយមឲ្យតែកើតមកនៅក្នុងកាមភពមិនក្តីរូបភពក្តីអរូបភពក្តីគឺសិតតែអត់ទៀងទាំងអស់ណាយមមានអបាយភូមិ4ឋានមនុស្សនឹង1ឋានសួគ៌6ជាន់ណាថាព្រំមានរូប4ព្រំអត់រូប16នឹងសរុបទាំងអស់ក្នុងលោកយើងនឹងមានទាំង31ឋានហ្នឹងគឺអត់មានកិច្ចផុតពីស្លាប់នឹងបានទេព្រះអង្គសម្ដែងថាសត្វលោកទាំងឡាយអត់ទៀងទេណាអត់ទៀងទេត្រូវជារាតនាំយកទៅរកសេចក្តីស្លាប់ឥឡូវញាតិញោមមែនទេដូចនិយាយផនហ្នឹងពីក្មេងហ្នឹងមិនអីដល់ទៅពេលចាស់ទៅប្រែប្រួលអត់ស្រួលខ្លួនឈឺព្រឹកឈឺល្ងាចរហូតដល់ថ្ងៃមួយហ្នឹងទៅវត្តសំសិលអង្គុយថ្ងៃក្រោយតិចញោមហ្នឹងហើយជាផនហើយតាំងពីហ្នឹងមកនៅផ្ទះមកប្រហែលថ្ងៃបើកន្លះខែតាំងពីមុនកឋិននេះណាឥឡូវស្លាប់បាត់ញោមហ្នឹងអត់ទៀងទេអត់ទៀងទេមានអ្នកខ្លះនោះស្លាប់ដេកប្រពន្ធដេកមួយភ្ញាក់ឡើងរន់ប្តីចឹងមិនដេកយូរម៉េចរឹងឆ្កើតញោមហើយញាតិញោមគួខ្លាចទេញោមគួខ្លាចទេគួខ្លាចទេហើយគួដាក់ចុះទេអាស្មិសម្នះដែលថាស្អប់ខ្ពើមអាស្មិសម្នះដែលថាមើលងាយគេប្រមាថគេហ្នឹងគួតែដាក់ចុះហើយញាតិញោមគួតែដាក់ចុះហើយចាស់ហើយណាញោមណាចាស់ហើយគាត់បីយកធွာយកអាហ្នឹងយកមកដាក់ក្នុងខ្លួនកុំកើតទោសៈកុំកើតចំណែនព្យាបាទអ្នកដតីកុំទៅខឹងកុំទៅស្អប់គេស្អប់ទៅអីបើយើងខ្លួនយើងនឹងយើងការពារអត់បានផងឃើញទេញោមណែអត់ដឹងខ្លួនផងស្លាប់អត់ប្រាប់ផងញាតិញោមឥឡូវយើងទាំងអស់គ្នាទៅគួរគិតពិចារណាណាអវយវៈនឹងប្រែប្រួលឥឡូវញាតិញោមបើទោះបីថាមិនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បើមិនស្លាប់ដោយសារលង់ទឹកបើមិនស្លាប់ដោយសារហេតុអីផ្សេងក៏វាត្រូវតែចាស់ស្លាប់ដែរមនុស្សយើងហ្នឹងព្រះអង្គសម្ដែងថាបើមិនបាច់អីទេក៏ត្រូវតែចាស់ហ្នឹងចាស់ពីមួយថ្ងៃបន្តិច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 រហូតដល់ចូលទៅរកសេចក្តីស្លាប់ឃើញទេញោមឧបនិយតិលោកោអត្តវោសត្វលោកទាំងឡាយមិនទៀងទេត្រូវជារានឹងនាំទៅរកសេចក្តីស្លាប់ដល់ទី2លោកសម្ដែងថាអត្តណោលោកេអនភិសរោមានន័យថាម៉េចយាយអត្តណោលោកេអនភិសរោមានន័យថាសត្វលោកទាំងឡាយហ្នឹងឲ្យមិនមានអ្វីជាទីពឹង
សត្វលោកទាំងឡាយនឹងអត់មានអីជារបស់ខ្លួនអត់មានអីជាគ្រឿងការពារទេមិនមានអីជាទីពឹងឡើយដល់លោកពុទ្ធព្រះអង្គសម្ដែងថាម៉េចថាអត់មានអីគ្រឿងជាគ្រឿងការពារទេតែកណានៅផ្ទះថ្មធំហ្នឹងមិនអាចរាជនឹងមិនអាចមករកឃើញទេគាត់នៅកន្លែងនេះសុខសប្បាយស្ងប់ស្ងាត់ល្អណាស់មិនមានអីមកបៀតបៀនបានទេអត់ទេតែនៅទីឋានកន្លែងណាក៏មិនអាចរាជទៅដល់នឹងដែរដូចជាបបាទសុពពុទ្ធណាញោមបិតាក្មេងរបស់ព្រះពុទ្ធអង្គណាញោមណាព្រះអង្គព្យាករថាម៉េចហ្នឹងហើយព្រះអង្គព្យាករថាបពុទ្ធមហារាជនៅសល់តែ7ថ្ងៃទៀតទេមហារាជត្រូវពធរណីស្រូបហើយមានអីញាតិញោមគាត់នៅព្រះអង្គព្យាករបែបហ្នឹងហៅព្រាហ្មណ៍ទាំងឡាយបរោហិតទាំងឡាយហ្នឹងហៅសេនាទាំងឡាយហ្នឹងប្រាប់ថាអ្នកឯងត្រូវកសាងប្រាសាទដែលមានកម្ពស់7ជាន់ក្នុងរយៈពេលពីនឹងទៅក្នុងរយៈពេល7ថ្ងៃហ្នឹងឲ្យហើយដើម្បីយើងនឹងទៅនៅឯឋាននៅឯប្រាសាទជាន់ទី7ហ្នឹងហើយមានរឿងអីក៏ដោយកុំហៅយើងឲ្យសោះនៅក្នុងនគរហ្នឹងមានរឿងអីក៏ដោយកុំហៅយើងសោះចាំមើលព្រះសមណគោតមហ្នឹងថាយើងត្រូវបធរនេះស្រូបមិនបើយើងជើងអត់ជន់ដីចាំមើលបធរនេះស្រូបមិនអញ្ចឹងណាញោមតាំងពីថ្ងៃទី1អត់មានកើតហេតុអីថ្ងៃទី2ក៏អត់អីថ្ងៃទី3ក៏អត់អីថ្ងៃទី4ក៏អត់អីដល់ថ្ងៃទី7ហ្នឹងនោះទៅនៅអីប្រាសាទជាន់ទី7ហើយដល់ទៅពេលហើយថ្ងៃហ្នឹងចាយដល់អីសេះអាសន័យហ្នឹងណាសេះដែលគាត់សេះដែលបរិជានឹងធ្លាប់តែជីរាល់ថ្ងៃធ្លាប់តែធ្វើដំណើរស្ដេចនឹងជីកសាលទៅព្រៃកសាលទៅនេះទៅនោះរាល់ថ្ងៃសេះឈ្មោលសោះស្រាប់តែកើតកូនយកសេះឈ្មោលស្រាប់តែឈឺពោះកើតកូនអ្នកសេនាអាមាត្យនឹងរត់ទៅប្រាប់អូបរិជាបរិជាអីអ្នកឯងមកអីក៏ស្អីទៅរៀងតក់កំហន់ទៅមិនមានការអីថាអីអាសន័យណាសេះរបស់បរិជាហ្នឹងថ្ងៃហ្នឹងមិនដឹងជាគេកើតអីគេពុះធំគេឈឺពុះកើតកូនវាមិនដែលហើយណែថាអញ្ចឹងវាមិនដែលដល់អញ្ចឹងក៏ប្រាប់ថាអត់ទេបរិជាចុះទៅមើលផ្ទាល់បើថាខ្ញុំព្រះអង្គនឹងកុហកបរិជាខ្ញុំព្រះអង្គឯណាតែហ៊ានកុហកបរិជាអញ្ចឹងយើងចុះទៅមើលបន្តិចអាកម្មហ្នឹងញោមផ្លិចអស់លេងផ្លិចថ្ងៃទី7តបធរនេះស្រុបផ្លិចកម្មហ្នឹងវាតោងឲ្យទៅហ្នឹងញោមដែលឃើញយ៉ាងហ្នឹងអ្នកខ្លះណាអត់ត្រូវអីទេប៉ុន្តែស្រាប់តែកម្មហ្នឹងតោងទៅពុបស្លាប់បាត់រហូតដល់អ្នកខ្លះផ្លុយមាត់កណ្ដឹងមានគេប្រាប់អាត្មាអញ្ចឹងតាមួយនៅត្រឡប់គាត់ថាជិះម៉ូតូទៅដើរលាកូនលាចៅហើយសួរចុះពូពួកឯងមកទៅអីឯងមកលេងឯងហើយដល់តិចទៀតឯងឡើងជួបយើងណាតែតិចទៀតក្មួយឯងឡើងឃើញពូហើយអីចុះមិនពួកឯងនិយាយអញ្ចឹងពួកឯងមិននិយាយអញ្ចឹងថាអញនិយាយលេងហ្នឹងណាដើរទៅផ្ទះគ្រប់ទៅផ្ទះនិយាយតែអញ្ចឹងស្រាប់តែមកដល់កណ្ដាលផ្លូវលម៉កគេឈប់ហ្នឹងជិះម៉ូតូបុកលម៉កគេស្លាប់ញោមស្លាប់ឈរឆ្កាំងនេះទៀតស្លាប់ឈរមិនស្លាប់នេះណាដល់ពេលឈរទៅខ្សោយទៅបានធ្លាក់គូនអង្គុយស្លាប់បាត់ហ្នឹងហើយណាញោមពេលខ្លះកម្មវាតោងឲ្យទៅចឹងកម្មដូចជាប្របាទសុពពុទ្ធហ្នឹងកម្មតោងឲ្យទៅញោមសេះឈ្មោលកើតកូនមិនអីគ្រាន់តែជន់ដីពុបធរណីស្រូបទៅបាត់ហ្នឹងព្រះអង្គព្យាករចឹងបានបញ្ជាក់ញាតិញោមថាអត់មានអីជាគ្រឿងការពារទេញោមតាទេអ្នកមានគេមិនស្លាប់ទេគេអ្នកមានគេមានលុយមើលខ្លួនឈឺមិនក៏គេមានលុយមើលគេរស់បានយូរអត់ទេញោមអើយញាតិញោមមិនទេមិនខ្វះទេមហាសទ្ធិអ្នកមានគេលុយមានលុយគេមើលមិនអស់មែនចាយមិនអស់ឲ្យចាយ100ជាតិទៀតគេចាយមិនអស់ណាក៏ប៉ុន្តែព្រះអង្គសម្ដែងថាអនិច្ចំទុក្ខអនត្តាមិនទៀងទេមានក៏ស្លាប់ក្រក៏ស្លាប់លោកក៏ស្លាប់ប្រសក់ក៏ស្លាប់ណាគេស្លាប់រួចមែនទេញាតិញោមអនុមោទនាចឹងមែនទេឥឡូវលោកឈឺពេញវត្តហើយធំមិនហ្នឹងទំដឹកយកទៅពេទ្យមិនហ្នឹងគ្រុនពវៀនមុខខំគ្រុនឈាមគ្រុនឈាមមុខខំហ្នឹងលោកកន្ទួចជាងគេណាអាយុ10ឆ្នាំលោកគ្រុនឈាមដាក់ដឹកទៅពេទ្យបាត់ហើយលោកមួយទៀតគេក្តៅញាក់ស្មានតែគ្រុនឈាមដែរគេក្តៅអីគេផ្ដាសាយធំទៅលាក់កំពង់កលាក់អីណាហ្នឹងណាញោមណា
Công thái chư thì nhôm lột và chư đai nâng à công thái nhiệt nhôm chư tế cả na hay chất là dây khá nó chất là vọt thì con ơi cả na chư mà đặt thuốc bòn vọng ơi chư nâng nạ nhà nâng vọt nâng ấy cho mấy chồng ơi lột đó nhôm vậy à chư mà thì con ơi nó chui thầm mấy chư nâng nhà nâng lột anh là chẳng chọp mỏng nhôm nhà nâng lột ấy cho lột cho sứ ấy nhá nhà đừng lốt mấy chân nhà đừng lốt lốt sư bình bọt đấy bà bảy nè vậy lá chân mình nè tao vậy bị thoại cung nè đi con ơi cái nào lâu sư mom na sư lâu bọn ơi ba là mây bọt đó lâu chui ba sư nhà tục đi con nó thầm ta tế thầm am vô tới nè vậy anh chèn mấy chồng ơi lột sư anh sư cái đấy ta không biết là na mình sư đây sư là thằng slap là thằng năng nó nhóm chẳng gặt miền đây cà phê bàn tê miền đây kêu cà phê thế nó nhóm á nó cái miền lôi bỏ man liên đồ la chai mình pi chiết pi cho vật nó cái đó cái chai mà ốc thấu thế miền đây cà phê bàn này hãy ở miền đây tì bằng nghề bây giờ ha bọn ông dùng đây tha sát lô từ lại mình miền là vậy gì tì bằng thế cùng thà tế bàn côn chỉ tì bằng nhôm vậy ơi đây là cái số tha phần đây xạ là năng cái cha mi lộc đây là oi sơ chẳng ấy là oi chẳng ấy một pon xạ là năng cái cha mi côn xạ là năng cái cha mi trao xạ là năng cái cha mi khmer này mẹ này dây đây năng à mẹ này dây đây số là năng ngọ ngay cả na chư tao thì con trẻ mơ côn kia tao ban cái oi lôi đây năng à họ chư ấy ban côn thì mơ ban côn nó ti băng bọt miền côn miền trao ban ấy thì côn như thế nè ban là pre bọn dầm đây thầm miền đẹp put thang xạ là năng cái cha mi thầm mắng xạ là năng cái cha mi sang khen xạ là năng cái cha mi họ miền đẹp put chỉ ti băng và thoa chỉ ti băng và xong chỉ ti băng nhôm put bò là sát miền ấy cao tục ấy miền Panh Hà ấy rất tổ và xong ấy để con nó chui phong mai cả nam rủ tê con nó chui phong mấy con cu mới không ấy nè bà nổ lột khác thì che mơ dân tao nè khác tao còn mơ tàu khác tao mơ về tàu dân tao nâng nhật nhôm ạt miền này miền để một bút một thò và xong thì tì băng ấy nhôm á nâng ngày nên dưỡng vô và xong thì ti băng và là tham bạch ti băng ấy trả nơi mọi chê lô tôi bà này nâng và xong thì ti băng xạ là nắng cái cha mỹ xong khen xạ là năng cái cha mỹ nâng dây mình xong khen xạ là năng cái cha mỹ đó làm số nó khăn lốt chê lô tí của mình này nâng chẳng ban là tham tha dương là lâu nâng chất là cao thì cái đây bảo ma nâng lên sâu miền thoa nó không luôn ai chê lô nâng chẳng là miền lục địch quân bảo ông đó mà xu lục thái cái nam thơ ấy khớn cái chê cái ná chê thầm mấy lúc ta cái hao cái ná sẽ ra thằng ngáo luôn hay là mà xu ý cho bà cái chê cho lục ta khăn đấy ý cái ná khăn đấy bà cái ná miền sợ phong thằng ngáo mấy cái chê thầu vào kia ấy thằng ngáo lục ta cái ná tao bố nguyện khăn kia đá đã tiếp sợ tới anh cái miền sợ phong cái chê thằng ngáo miền kho cái ná tàu ấy nâng cái đấy nâng chẳng bàn thập bề khá nó nhật nhôm bà giặt đây đó bà ra xong đi nè bọn dùm tay thà nè nè đã tê điên bà bút bà thoa bà xong đi thà lẹ nó rút đôi kỳ rinh tràn chẳng bà xong bà bút bà thoa bà xong đến chia rót tận nát ai cho không lâu khởi nó nhôm rồi đấy họ bọn dùm tay thà khám yên cút này nè mơ nắng rót tận nát tầng bay nâng thì ắt miền rát tận nặng và thỏi na miền nằm lái xem mà nằm rát tận nặng tầng bay nâng tề alo nhiệt nhôm mơ phổ phật miền côn nhiều mấy bóng trà đằng hái xoay như rồi và thó bàn thò nắng ạ nhiệt nhôm mà nó cũng bông sạp ấy sạp thò họ sạp thò nó cao tay khác cao bánh nha vô đăng thật thua ní là o thua ní thấu thua ní kho thua ní ba thua ní tô hả nè họ alo nhiệt nhôm bông sạp này nè bông sạp nè nhóm không sẽ đáp vào xong khơi vào xong nó chia ra tận nạ đấy thế đấy hay dây chân mình thấy ôi mà thoại cùng mà tham bậc nghe mình tê
ប៉ុន្តែចង់ឲ្យញាតិញោមយល់ដឹងអំពីតម្លៃណាគុណតម្លៃបើអត់មានប្រសងនឹងស្ដាប់សម្ដែងពធទេសនាសិក្សាពីពុទ្ធវចនៈពីពុទ្ធដីការបស់ពុទ្ធនឹងឲ្យយកធម៌នឹងយកមកទេសឲ្យញាតិញោមស្ដាប់ណាអត់ទេគ្មានទេគ្មានចេះដឹងគ្មានបានធម៌អានោះទៅដឹងថាបុណ្យបាបគុណទោសខុសត្រូវអត់ទេអញ្ចឹងបានលោកឲ្យតម្លៃថាសង្ឃរតនៈជារតនៈដ៏ប្រសើរនៅក្នុងលោកហ្នឹងញាតិញោមហើយព្រះអង្គសម្ដែងហើយអ្នកដែលមើលតេះដៀលមើលងាយចំពោះរតនៈទាំង3ហ្នឹងធ្លាក់នរកដោយគេរុញច្រានអញ្ចឹងធ្វើបុណ្យបណ្ណាក៏ជួយអត់បានដែរចឹងណាញោមបុណ្យបណ្ណាក៏ជួយបានដែរធ្លាក់អបាយភូមិដូចគេរុញហ្នឹងហើយអញ្ចឹងពុទ្ធបរិស័ទទាំងអស់ញាតិញោមត្រូវជ្រះថ្លាហ្នឹងហើយធ្វើមិនធ្វើយើងកុំនិយាយក៏ធ្វើមិនធ្វើយើងកុំនិយាយជ្រះថ្លាទៅបានហើយហើយបើមិនធ្វើទៅក៏តាមសទ្ធាញាតិញោមអញ្ចឹងចុះបងប៉ុន្តែយើងកុំមានការប្រមាថចំពោះព្រះសង្ឃនេះគឺកើតទោសណាស់ហើយយើងគិតថាទេទៅខ្លាចអីបាបមកបាបមើលមិនឃើញជាតិក្រោយបានឃើញអត់អីទេញោមហ្នឹងឯងព្រោះដឹងតែជាតិហ្នឹងដឹងតែវាមនុស្សហើយមែនទេញោមជាតិក្រោយបានយកព្រោះជាតិហ្នឹងអត់ខ្វល់ជាតិហ្នឹងមិនចុះជាតិក្រោយព្រោះមិនដឹងផងដឹងស្លាប់ទៅណាផងអាចយកជាតិក្រោយហ្នឹងឯងព្រោះជាតិហ្នឹងដឹងតែមនុស្សដឹងងាប់គ្រប់គ្នាហើយចឹងហ្នឹងមែនទេញាតិញោមមែនទេណាហ្នឹងយើងត្រូវយល់ទី3ព្រះអង្គសម្ដែងថាអសកោលោកេអសកោលោកោសัพពាំងបហាយកមនីយ៉ាងសត្វលោកទាំងឡាយហ្នឹងមិនមានអ្វីជារបស់ខ្លួនទេត្រូវលះនៅស្លាប់ហើយត្រូវលះចោលរបស់ទាំងអស់ក្នុងលោកនេះញាតិញោមយកមើល5នាទីទៀតចប់អនុមោទនាចូលទេអស់មកណាបងបន្ទុកថ្ងៃក្រោយមិនដែរស្ដាប់ទេប្អូនសល់មួយទៀតចប់លោកសំដែងថាសត្វលោកហ្នឹងអត់មានអីជារបស់ខ្លួនទេញាតិញោមអើយយាយមើលរបស់មានរបស់អីជារបស់យើងហ៎ប្តីយើងហ៎ប្តីយលាបតែប្តីគាត់ទៅបាត់ដែរប្តីប្រពន្ធកូនចៅទាំងអស់ដីស្រែទ្រព្យសម្បត្តិទាំងអស់មិនជារបស់យើងទេមិនជារបស់ផ្ទាល់ខ្លួនមិនជារបស់យើងទេអ្មេចបានថាអញ្ចឹងហើយចាំអ្មេចបានគេនៅប្រកាន់តែប្តីអញប្រពន្ធអញថាមកពីយើងនឹងហួងហែងទេប៉ុន្តែតាមធិតពុទ្ធព្រះអង្គសម្ដែងថាអ្នកដែលស្លាប់ទៅនេះធ្វើដំណើរទៅនឹងមានប្តីមានប្រពន្ធមានកូនមានចៅអីទៅមួយឯងញោមមានតែទៅតាមយើងហ៎ឥឡូវជាផនហ្នឹងតិចទៀតគេហែកូនចៅហែឲ្យគេយំកូនចៅបងប្អូនញាតិនឹងយំស្ដាយម៉ែប៉ុន្តែសួរថាមើលមានកូនចៅបងប្អូនណាចង់ទៅជាមួយឯផនណាឯងទៅណែខ្ញុំជឿអាត្មាយ៉ាងហ៎អត់ទៅទេតែគុណចាំមិនបានទៅទេកណ្ដាលមិនតន់ចង់ងាប់ផងអាហ្នឹងមានរឿងទៀតតែអាត្មាមិនទេមានរឿងហ្នឹងតាក់ទងពីសទ្ធិមានប្រពន្ធ4អាហ្នឹងចាំទេថ្ងៃក្រោយមានណាស្លាប់ទៀតទេហើយចាំមានណាមិនស្លាប់មកញាតិញោមមើលមានណាមិនស្លាប់អ៊ីមុនតន់បានរើរោងសម្បួលហ៎មកយីផនបាត់ទៀតណាឃើញទេតកតុយគ្នារហូតស្លាប់វាអត់ទៀងអញ្ចឹងញាតិញោមឥឡូវគ្មានណាគេទៅទេឥឡូវយើងថាប្តីអញប្រពន្ធអញទ្រព្យអញតែកវលពាក់នឹងតិចហ្នឹងតែស្លាប់គេដោះដែរខ្សែកពាក់នឹងកហ្នឹងគេដោះដែរគ្មានណាគេបូជាទៅទេអាមិនបានយើងមិនប្រកាន់ថាចុះប្តីអញប្រពន្ធអញស្លាប់ទៅត្រូវយករបស់ទាំងអស់ហ្នឹងទៅអស់បន្ទុកមានយកបានយើងមានយកទៅបានទេអត់បានតែបន្តិចសោះស្អីក៏យកបានប៉ុន្តែព្រះអង្គសម្ដែងថាយកទៅបានដែរយកទៅបាននៅពេលដែលកាលនៅជាមនុស្សបានសាងបុណ្យរក្សាសិលឲ្យទានសាងបុណ្យសាងកុសលបានហើយយកទៅបានណាយល់ទេអ្នកខ្លះធ្លាប់ជេរម៉ែធ្លាប់វាយម៉ែធ្លាប់មើលងាយម៉ែធ្លាប់លួចគេសម្លាប់គេប្លន់គេសម្លាប់អីសម្លាប់សត្វអីហ្នឹងយកទៅដែរអាហ្នឹងក៏យកទៅដែរញោមយកទៅអញ្ចឹងស្លាប់ទៅវិញយកទៅតែពីរទេ
បុណ្យហើយនឹងបាបពេលដែលយើងគិតពិចារណាឲ្យដល់មែនទេញាតិញោមកើតមកកាត់បទៅកើតមកតទេកាលកើតពីផ្ទៃម៉ែមកគ្មានអីសោះតទេហើយដល់ពេលនៅយូរទៅមិនក៏ចង់បានអីចង់បានម៉េចហើយដល់ពេលស្លាប់ទៅវិញក៏តទេគ្មានអីសោះហើយស្ពាយយកទៅតែបុណ្យហើយនឹងបាបសោះណាញោមអញ្ចឹងបានពេលខ្លះយើងត្រូវពិចារណាដែរណាញាតិញោមកុំចង់បានហួសព្រំដែនរបស់ណាដែលបានគឺបានប្រកបទៅដោយការចិញ្ចឹមជីវិតត្រូវសមាអាជីវោនឹងព្រះអង្គសម្ដែងចិញ្ចឹមជីវិតត្រូវកុំចង់បានរបស់គេមិនមែនជារបស់ខ្លួនផងយើងចង់បានរបស់គេនឹងអត់ទេទ្រព្យសម្បត្តិក្តីចឹងបានពេលខ្លះឆ្លោះគ្នាតែរឿងដីបន្តិចបន្តួចហ្នឹងញោមហ្នឹងហើយឥឡូវហ្នឹងបាច់និយាយទៅរឿងរបស់គេរឿងរបស់ប្រសក់លោកទៅរឿងរបស់លោកនោះនិយាយខ្លះថាឲ្យលោកចឹងទៀតណាលោកទៅរឿងរបស់លោកក៏មិនបាច់ទៅរឿងរបស់ប្រសក់ហ្នឹងហើយអាហ្នឹងរឿងសោរយោជដីមិនមែនរឿងលោកណារឿងកាត់ក្តីហ្នឹងណាឥឡូវញាតិញោមព្រះអង្គសម្ដែងថាសត្វលោកទាំងឡាយមិនមានអ្វីជារបស់ខ្លួនហើយស្លាប់ទៅនឹងត្រូវចោលរបស់នឹងពេញដីទាំងអស់មែនទេញាតិញោមនិយាយផលនេះស្លាប់ទៅតែម្នាក់ឯងកូនក៏នៅចៅក៏នៅប្អូនក៏នៅបងប្អូនក៏នៅកូនចៅបងប្អូននៅទាំងអស់ទៅតែម្នាក់ឯងដីស្រែក៏នៅផ្ទះក៏នៅមានយកទៅបានណាឃើញទេព្រះអង្គសម្ដែងអញ្ចឹងណាញោមដល់តែទី4ចប់ហើយមួយហ្នឹងព្រះអង្គសម្ដែងថាឧណោលោកេអតិន្តោតណ្ហាទាសោមានន័យថាម៉េចសត្វលោកហ្នឹងប្រាថ្នាមិនចង់បានមិនចេះឆ្អែតមិនចេះឆ្អន់ណែព្រះអង្គសម្ដែងអញ្ចឹងចង់បានណាស់មិនចេះឆ្អែតមិនចេះឆ្អន់ទេសុទ្ធតែជាខ្ញុំកញ្ជះនៃតណ្ហាណែចុងក្រោយសំខាន់ណាញោមយាយអើយយាយចុងក្រោយនឹងសំខាន់ណាស់លោកសំដែងតែម៉េចសត្វលោកហ្នឹងរាល់ថ្ងៃហ្នឹងមិនចេះឆ្អែតមិនចេះឆ្អន់មានប៉ុណ្ណេះឲ្យចង់បានប៉ុណ្ណោះមានប៉ុណ្ណេះឲ្យចង់បានប៉ុណ្ណោះរបស់ខ្លះហ្នឹងក៏ចង់បានលើសហួសពីអ្វីដែលចង់បានទៅទៀតចង់បានមិនចេះចប់មិនចេះហើយប្រាថ្នានេះប្រាថ្នានោះប្រាថ្នានេះប្រាថ្នានោះជាខ្ញុំកញ្ជះនៃតណ្ហាញាតិញោមរាល់ថ្ងៃដឹងហ៎ណែដែលចិត្តចង់បានរាល់ថ្ងៃតណ្ហាទៅណាមិនខ្លួនយើងទេតណ្ហានេះគឺសេចក្តីប្រាថ្នាចង់បានកាលមុនមានកង់ជិះមួយអញឡើងខ្វល់ហើយតែមានកង់ជិះដល់ពេលមានកង់មិនអីឃើញជាមានម៉ូតូសំលុយអត់ទិញម៉ូតូគេដែរជិះកង់ក៏ខ្មាស់គេម៉ូតូជិះគេដល់បានម៉ូតូឃើញអ្នកក្បែរហ្នឹងក៏មានឡានជិះឡានទៅគ្នាមកឲ្យចាញ់ឯងណាញោមគេចង់បានចេះចប់ហ៎ហើយមិនបាច់តែញាតញោមទេហើយញាតញោមសួរថាចុះតែគុណមានតណ្ហាអីចង់បានចឹងដែរនិយាយចង់លោកគ្នាពាក់គេច្រើនណាញោមហ្នឹងហើយពាក់គេច្រើនណាឥឡូវពងឲ្យចង់បញ្ចុះសមា2024ហ្នឹងនឹងបានណាឥឡូវហ្នឹងណាចឹងបានពេលខ្លះចឹងដែរហើយបាច់ណាច្រើននិយាយរឿងតលោកកូនលោកទួយហ្នឹងញោមអាត្មាទៅវត្តឲ្យតែបុណ្យដល់អាសោចលោកហើយទៅដល់ពប់គេជំនុំគ្នាគេហៅចោមវត្តគេអ៊ុតមើលញោមហ្នឹងហើយគេអ៊ុតមើលបានហ្នឹងហើយពប់ណាហើយពប់ឃើញបាន20000អីដែរ20000 30000អញ្ចឹងណាលោកថាបុណ្យ2 3ថ្ងៃបាន20000ណាគេជំនុំគ្នាគេណាលោកមិនមែនអាត្មាទេនិយាយកូនលោកហ្នឹងហើយអាត្មាលើអញ្ចឹងអាត្មាថាអើយលោកអើយលោកឯងតមានទៅធ្វើសំណងទៅធ្វើអីហត់ស្អីតបុនគេប្រគេនចង្ហាន់ឆាន់ពឹកឆាន់ត្រង់ឆាន់ពឹកឆាន់ត្រង់ភេទជ្ជៈក៏ឆាន់ហើយបើគេប្រគេន20000ក៏ល្អវម៉េះមានប្រមាណយកប៉ុណ្ណឹងទៅលោកថាចុកលោកថាកណាមានថាអីណាលោកគ្រូគេប្រគេនបានក៏បានដែរគ្រាន់តែគេប្រគេនតិចណែចាញ់លោកកន្លែងហ្នឹងហ្មងញោមលោកថាគេប្រគេនបានក៏យកដែរតែ10000ក៏យកបើថាវាបានតិច3ថ្ងៃបាន20000វិញលោកដែរហ្នឹងហើយគេដែរចឹងក៏មានដែរលោកចឹងបាទអាត្មាប្រាប់ញាតិញោមហ្នឹងហើយ
ហើយពីហ្នឹងសិតតណ្ហាយងមកណាតណ្ហាចង់បានលោកក៏ចង់បានប្រសក់ក៏ចង់បាននៅរឿងតណ្ហានេះណាញោមដកតែព្រះអរិយបុគ្គលទេញាតិញោមអាត្មាបញ្ជាក់តិចណាញាតិញោមថាចេះតណ្ហានឹងលះហ្មងលះតណ្ហានឹងងាយទេវាតលព្រះអរិយបុគ្គលចាប់ពីត្រឹមថ្នាក់សោតាបណ្ណបុគ្គលទៅអាចលះបានតណ្ហាតែមិនស្រួលមិនតាន់បានទៀតញោមដូចយាយវិសាខាលោកយាយវិសាខាមានណាញោមចៅរបស់គាត់ចៅស្រីរបស់គាត់នឹងស្លាប់ហើយដល់ពេលហើយយាយវិសាខាថ្នាក់ជាសោតាបណ្ណបុគ្គលយំញោមយំស្ដាយចៅហើយដល់ពេលព្រះអង្គសួរចុះអត់មានគេសួរថាចុះមិនបានលោកយាយវិសាខានឹងយំដែរថ្នាក់ដល់សោតាមកយំថាស្ដាយចៅស្រឡាញ់ចៅពេកស្រឡាញ់ចៅស្រីនឹងពេកដែលចៅនឹងស្លាប់នៅក្មេងនោះស្លាប់ញោមយំហើយថ្នាក់សោតាបណ្ណបុគ្គលផងចឹងបានថាដល់បានជាព្រះអរិយបុគ្គលបានកាត់ផ្ដាច់ទៅហើយឡើងមានហើយកិលេសតណ្ហាទាំងឡាយហ្នឹងគឺឡើងមានថ្នាក់សោតាបណ្ណបុគ្គលទៅចឹងបំតែបឋិជនអាលោកបួសរាល់ថ្ងៃអាត្មាក្តីប្រសង់សាមណេរព្រះអង្គគ្រប់អង្គហ្នឹងចិត្តជាបឋិជនណាមិនជាព្រះអរិយបុគ្គលណាមិនបានសម្រេចដែរគ្មានអង្គណាតន់បានសម្រេចអីទេមានបានសម្រេចថ្នាក់ត្រឹមតែសោតាក៏មិនតន់មានញាតិញោមឃើញទេឥឡូវញាតិញោមគិតមកវិញអញ្ចឹងថាឲ្យទៅនៅជាបឋិជនតណ្ហាក៏នៅតែមានអញ្ចឹងគាត់ថាអ្នកខ្លះគេក្រាស់ខ្លះតណ្ហាក៏ក្រាស់ខ្លះតណ្ហាក៏ស្ដើងហើយញាតិញោមកុំនិយាយរឿងតណ្ហាទៅគិតរឿងអីផ្សេងមិនមែនអញ្ចឹងទេតណ្ហាហ្នឹងគ្រាន់តែប្រាថ្នាថាចង់បានអីហ្នឹងក៏ដូចញោមធ្វើបុណ្យរាល់ថ្ងៃហ្នឹងនិយាយដែរប្រាថ្នាដែរធ្វើបុណ្យនឹងជាតិណាព្រះអង្គអើយសូមឲ្យកុំឲ្យស្គាល់ក្រស្គាល់លំបាកសូមឲ្យកើតជាតិណានឹងស្គាល់តែមានកើតក្នុងតកូលអ្នកមានស្ដុតទ្របស្ដុកស្ដំតណ្ហាដែរហ្នឹងតណ្ហាតែប្រាថ្នាហ្នឹងក៏តណ្ហាដែរឃើញទេពេលខ្លះបុណ្យហ្នឹងក៏មិនប្រកាសថាលះតណ្ហាដែរតែធ្វើបុណ្យក៏នៅមានតណ្ហាដែរប្រាថ្នាចង់បានតែគុណអើយព្រះអង្គអើយធ្វើបុណ្យរាល់ថ្ងៃនេះសូមកុំឲ្យឈឺច្រើនពេកឲ្យជាកុំឲ្យឈឺឲ្យកណាអាយុវែងឲ្យកូនកណានឹងរស់ស៊ីមានបានឲ្យសុខសប្បាយតណ្ហាទេយល់តណ្ហាសេចក្តីប្រាថ្នាបែបហ្នឹងអញ្ចឹងប្រសងក៏មានញាតិញោមក៏មានដែរប៉ុន្តែព្រះអង្គសម្ដែងថាយើងត្រូវលះតណ្ហាបានវាតើយើងធ្វើបុណ្យធ្វើកុសលរក្សាសិលទៅហើយជាពិសេសចម្រើនចិត្តនេះញោមមានសមាធិកម្មដ្ឋាននឹងចម្រើនចិត្តនឹងឲ្យច្រើនចម្រើនធម៌ទៅនឹងលះបានហើយអញ្ចឹងណាញោមសូមអនុមោទនាការសម្ដែងពធទេសនាដល់ពេលវេលាទៅនឹងបញ្ចប់មុនបញ្ចប់ពធទេសនាសូមឧទ្ទិសនៅកងការមហាកុសលនេះជូនចំពោះលោកយាយផងដែលបានចែកឋានទៅអនុមោទនានៅចំណែកបុណ្យកុសលនេះផងប្រគេនពរបកណាគ្រប់ព្រះអង្គញាតិញោមទាំងអស់ដែលបានចំណាយពេលវេលាស្ដាប់ពធទីនេះសូមឲ្យបានចំណែកបុណ្យកុសលស្មើគ្នាជាពិសេសទីបំផុតនៃជីវិតបានសម្រេចធម៌ជាន់ខ្ពស់បានសម្រេចទៅជាព្រះអរិយបុគ្គលគ្រប់ព្រះអង្គគ្រប់គ្នាកុំបីអខណ្ឌឡើយសូមអនុមោទនាហើយយ៉ាងធម្មទេសនានិតតាបទទេសនាសន្មតចប់អស់សេចក្តីខ្លីប៉ុណ្ណឹងឯងអេវ៉ាំងបាយទេតាបាយសើ